បាទថ្ងៃនេះក៏សូមจะបង្ហាញនៅវត្ថុមង្គលចាជូនទៅដល់ពុកម៉ែបងប្អូនយើងបានទស្សនាណានឹងអីចឹងនេះខ្ញុំចង់បង្ហាញពុកម៉ែបងប្អូនតាក់ទងទៅនឹងវត្ថុដែលខ្ញុំថែរក្សាទុកនៅក្នុងកំសៀវហើយការថែរក្សាទុកនេះគឺខ្ញុំចង់បង្ហាញតែមួយទេណាពុកម៉ែបងប្អូនបាទខ្ញុំចង់បង្ហាញតែមួយទេហើយការបង្ហាញនេះគឺតាក់ទងទៅនឹងប្រភេទចង្កូមហ្នឹងហើយចង្កូមនេះគឺជាប្រភេទចង្កូមកពើគឺជាប្រភេទចង្កូមកាច់គឺជាប្រភេទចង្កូមកពើភ្នំហ្នឹងហើយសូមបញ្ជាក់ណាពុកម៉ែបងប្អូនបាទរបស់នេះបងអូនអត់បានដាក់ចាជាវទេហ្នឹងហើយបងអូនទុកថែរក្សាហ្នឹងហើយគោរពខ្លួនឯងអញ្ចឹងណារបស់នេះគឺជារបស់មួយដែលតាក់ទងទៅនឹងខាងផ្នែកសឹកមន្តអាគមនៅបញ្ចាស់ពីដើមគេមានរបស់ចេះគេលេងសឹកមន្តអាគមខ្លាំងណាពុកម៉ែបងប្អូនបាទចាប់ពីដើមណាគាត់មានប្រភេទពពួកចង្កូមសัตว์ចេះគាត់លេងសឹកមន្តអាគមប្រកែហើយប្រភេទចង្កូមកពើភ្នំនេះបាទជាប្រភេទចង្កូមកាច់នេះបាទចាស់បុរាណណាស់ថាមិនល្បីហ្នឹងហើយប៉ុន្តែគ្រាន់ថាវាមានតិចវាកម្រនឹងបានជួបហ្នឹងហើយសម្រាប់បងឬក៏គ្រូណាដែលថាមាននិស្ស័យបានជួបវាជាសំណាងវាជានិស្ស័យរបស់គាត់ណាអញ្ចឹងដូចខ្ញុំអញ្ចឹងបាទខ្ញុំបានជួបខ្ញុំបានឃើញវាជានិស្ស័យរបស់ខ្ញុំណាហ្នឹងហើយជាប្រភេទកពើភ្នំកពើដែលប្រើប្រាស់តាក់ទងទៅនឹងសឹកមន្តអាគមខាងការពារខាងប្រយុទ្ធណាហ្នឹងហើយរបស់នេះយើងផ្ដោតទៅខាងសឹកមន្តអាគមក៏ត្រូវយើងផ្ដោតទៅខាងបច្ចេកសង្គ្រាមក៏ត្រូវហ្នឹងហើយផ្នែកផ្លូវទឹកផ្លូវគោកឲ្យបានទាំងអស់ណាប្រហែលបងប្អូនបាទហ្នឹងហើយសត្វដែលមានអំណាចនៅក្នុងទឹកហ្នឹងហើយលើគោកក៏មានអំណាចដែរណាប្រហែលបងប្អូនបាទហ្នឹងហើយការបង្ហាញនេះគឺខ្ញុំមានតែប៉ុណ្ណេះទេអត់មានអីបង្ហាញអីឲ្យក្បោះក្បាយទេប៉ុន្តែគាត់ថាការថតនេះកុំឲ្យស្ងាត់វីដេអូពេកចង់បង្ហាញប្រហែលបងប្អូនយើងខ្លះហ្នឹងហើយកុំឲ្យស្ងាត់ណាបងប្អូនបាទនៅក្នុងកំសៀវនេះក៏មានរបស់ល្អច្រើនដែរណាបងប្អូនបាទមើលនៅក្នុងកំសៀវនេះក៏មានរបស់ល្អច្រើនដែរបាទមានណាមានតាំងពីក្របផ្ទះបាញ់ជាប់នឹងដើមអំពិលនឹងជាប់ក្នុងសាច់ខ្លឹមណាមានតាំងពីគុជអណ្ដើកមានតាំងពីខ្យងផូស៊ីលមានតាំងពីគុជខ្យងនឹងឲ្យប្រមាណជុំក៏មាននឹងឲ្យមើលមានច្រើនបាទមានច្រើនណាមានតាំងពីប្រភេទនាងពួនដែលជាប្រភេទនាងពួនថ្មនឹងឲ្យជាមួយខ្ញុំបង្ហាញឲ្យបងប្អូនមើលតិចតាក់ទងទៅនឹងប្រភេទនាងពួនថ្មនៅក្នុងកំសៀវរបស់ខ្ញុំណាបាទនេះនាងពួននៅក្នុងថ្មណាបាទអញ្ចឹងនៅកន្លែងនេះគឺជាប្រភេទគេហៅថាជាកំឬក៏ជាប្រភេទសារជាតិដីឬមួយក៏ជាតិសម្បកណាហ្នឹងហើយដែលវានៅជាប់តាមសាច់ថ្មនិយាយរួមទៅវាជាថ្មបាទប៉ុន្តែគឺធម្មជាតិយើងបានបែបណាគឺបែបហ្នឹងណាហ្នឹងហើយខ្ញុំចេះហៅភាសាដូចបងដែលគាត់អ្នកលេងថ្មណាហ្នឹងហើយនៅជុំវិញនេះគឺជាត្បូងនេះថ្លានេះគឺត្បូងហើយនៅខាងក្នុងនេះគឺជាប្រភេទនាងពួនណាមកគ្រាប់នៅក្នុងហ្នឹងហើយយើងទុកនៅក្នុងនេះបាទហើយគុជអណ្ដើកក៏មានដែរបាទគុជអណ្ដើកណាពុកម៉ែបងប្អូនស្រឡាញ់គុជអណ្ដើកចង់ជាវអីបានណាគុជអណ្ដើកនៅក្នុងកំសៀវរបស់ខ្ញុំណាហ្នឹងហើយចំណែកគុជកពើខ្ញុំអត់ច្រឡំគុជកពើហើយចំណែកចង្កូមកពើខ្ញុំអត់បានដាក់ជាវទេការពារកុំឲ្យពុកម៉ែបងប្អូនយើងចេះថាចង្កូមកពើប៉ុណ្ណឹងសោះយកមកដាក់ផុសជាវចង់បានតលួយចេះតែនិយាយចេះតែបង្ហាញចេះតែរៀបរាប់ថារបស់នេះបកែចេះបកែចោះចង់ដាក់លក់ដាក់អីយោលៀបសការៈអីណាហ្នឹងហ្នឹងហើយអញ្ចឹងសូមបញ្ជាក់ពុកម៉ែបងប្អូនថានេះរបស់នេះគឺអត់ជាវទេគាត់តែចង់បង្ហាញឲ្យពុកម៉ែបងប្អូនដឹងឲ្យពុកម៉ែបងប្អូនយល់ឲ្យបានស្គាល់បានឃើញតាក់ទងទៅនឹងចង្កូមកពើកាច់ប្រភេទកពើភ្នំហ្នឹងហើយរបស់នេះខ្ញុំទុកស្រោបទុកពាក់ប្រើប្រាស់ខ្លួនឯងទេណាពុកម៉ែបងប្អូនបាទហ្នឹងហើយបាទហើយអ្វីដែលពិសេសមែនទែននោះគឺតាក់ទងទៅនឹងកំសៀវនេះធ្លាប់មានបងគាត់សុំចាជាច្រើនដែរតែខ្ញុំអត់ដាក់ចាជាទេកំសៀវនេះគឺជាកំសៀវរបស់លោកតាព្រះមនីអេសីហ្នឹងហើយបាទកំសៀវបុរាណហើយកំសៀវនេះបើនិយាយឲ្យអស់សេចក្តីខ្ញុំឃើញផ្ទាល់ភ្នែកសពថ្ងៃគឺឃើញផ្ទាល់ភ្នែកគឺអញ្ចឹងណាតាក់ទងទៅនឹងទឹកដែលខ្ញុំដាក់នៅក្នុងនេះមិនថាទឹកល្អប៉ុណ្ណាក៏ដោយនៅពេលដែលយកមកដាក់ក្នុងកំសៀវនេះទឹកទាំងអស់គឺត្រូវតែថ្លាហ្នឹងហើយនៅពេលដែលយើងដាក់ហើយយើងគ្របទុកចោលនៅលើអាសនៈមិនយូរទេទឹកនឹងថ្លាហើយទឹកយើងដាក់កម្រិតប៉ុណ្ណាទឹកគឺនៅកម្រិតប៉ុណ្ណឹងទឹកអត់ចេះស្រកអត់ចេះខាស់ទេអាហ្នឹងតាក់ទងទៅនឹងកំសៀវនេះណាទឹកដាក់កម្ពស់ប៉ុណ្ណាគឺទឹកនៅតែប៉ុណ្ណឹងទោះបីជាយូរឆ្នាំខែក្តៅប៉ុណ្ណាក៏ដោយទឹកអត់ចេះខាស់ទេទឹកប៉ុណ្ណាគឺប៉ុណ្ណឹងហើយទឹកឲ្យតែល្អក់ដាក់ចូលមកបាទ
យើងគ្រប់ទុកឲ្យដាក់នៅលើអាសនៈទុកចោលមិនយូរទេភ្លេចខ្លួនដើរទៅមើលទឹកនឹងថ្លាអស់រលីងបាទអត់មានល្អទៀតទេនឹងកំសៀវណាបាទហើយរបស់នេះអត់ជាវទេប៉ុន្តែបើសិនជានាងពុនថ្មពុកម៉ែបងប្អូនស្រឡាញ់អាចជាវទៅបានបើសិនជាពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍ហ្នឹងហើយបើសិនជាមិនជាវក៏មិនអីដែររបស់ខ្ញុំស្រឡាញ់ដែរប៉ុន្តែបើសិនមាននិស្ស័យជាវក៏ជាវទៅប៉ុន្តែបញ្ជាក់ណាជាគុំកពើខ្ញុំអត់ជាវទេខ្ញុំទុកស្រោបហ្នឹងហើយក្បាច់ដាំត្បូងទុកពាក់ខ្លួនឯងហ្នឹងហើយរបស់ទុកលេខសឹកមន្តគុំណាបងប្អូនបាទហ្នឹងហើយគុជដើកពុកម៉ែបងប្អូនអាចជាវបានណាគុជដើកហ្នឹងហើយគុជដើកអាចជាវបានមើលនេះរបស់មានច្រើនដែរនៅក្នុងហ្នឹងណាបងប្អូនបាទអញ្ចឹងវីដេអូនេះខ្ញុំបាទមានប៉ុណ្្នឹងទេណាពុកម៉ែបងប្អូនបាទសូមអរគុណបាទសូមជម្រាបលា